មកសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនអំពីប្រភេទកាបូបស្ពីតូចបរោះបងប្អូនណាកាបូបហ្នឹងយើងសម្រាប់បងប្អូនដែលដាក់ទូរស័ព្ទដៃដាក់កាបូបលុយឬក៏និយាយទៅដាក់កូនសភៅអីនៅក្នុងកាបូបហ្នឹងគឺបានថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនពី3 model បងប្អូនសិនជាប្រភេទស្បែកល្អស្បែកគោកិនល្អលេខ1បងប្អូនហើយប្រើតានីអត់ងាយខូចងាយលបកតាណាទេមុនហ្នឹងណាមកម៉ូតទី1ខ្ញុំសូមណែនាំជាប្រភេទហ្នឹងបងប្អូនជាប្រភេទ line មកជាមួយនឹងកាឡាគេអញ្ចឹងណាហើយមុនហ្នឹងគេមានកលឹះខាងមុខនេះហើយខាងក្នុងមានរូតធំមួយបងប្អូនមុនហ្នឹងសាច់ល្អហើយតម្លៃក៏ធូរថ្លៃដែរបងប្អូនណាបងប្អូនចាប់អារម្មណ៍អាចឆាត់សាកសួរព័ត៌មានបានបងប្អូនចង់ដឹងតម្លៃខ្ញុំដាក់តម្លៃនៅខាងលើឲ្យបងប្អូនមើលទៀតបងប្អូនអរគុណមកលើខ្ញុំចូលដល់ម៉ូតទី2បងប្អូនម៉ូតទី2នេះជាប្រភេទខាងលើជាប្រភេទសាច់លាតអញ្ចឹងបងប្អូនហើយខាងក្រោមគេឡាយកន្លាក្រោតិចបងប្អូនប្រភេទស្បែកក្រាស់ល្អម៉ូតហ្នឹងហើយគេមានតម្រូបដែលឆក់ខាងក្នុងមានរូតមួយបងប្អូនខាងក្នុងរូតមួយហើយនេះខាងក្នុងមានថតធំទូលាយមែនទែនហើយយើងអាចដាក់អីបានច្រើនមុខមែនទែនណាកូនសភៅក៏អាចដាក់បានដែរបងប្អូនណាអរគុណម៉ូតហ្នឹងដែរយើងមកជាមួយនឹងពីរពណ៌មានពណ៌ខ្មៅហើយមួយទៀតជាប្រភេទពណ៌សូកូឡាស្អាតបងប្អូនហើយធានាបងប្អូនយកទៅប្រើប្រាស់មួយដឹងមួយគុណភាពគឺធានាទាំងគុណភាពនិងតម្លៃជូនតម្លៃខ្ញុំដាក់នៅលើអេក្រង់ខាងលើឥឡូវចូលម៉ូតទី3បងប្អូនណាម៉ូតទី3ជាប្រភេទស្គីតូចដូចគ្នាជាប្រភេទស្បែកក្រាស់បងប្អូនគេមានថតនៅខាងមុខមួយដែលយើងអាចដាក់ទូរស័ព្ទឬសម្ភារៈផ្សេងៗហើយរូតរបស់គេជាប្រភេទរូតពណ៌មាសនេះបងប្អូនថតខាងក្នុងរបស់គេគឺធំទូលាយមែនទេណាហើយធំទូលាយហើយខាងក្រោយគេភ្ជាប់មកជាមួយនឹងថតមួយទៀតម៉ូតហ្នឹងគឺធានាថាបងប្អូនយកទៅប្រើគឺប្រើមួយដឹងមួយសម្រាប់បងប្អូនជិះម៉ូតូបើកឡានឬក៏និយាយទៅធ្វើដំណើរជិតឆ្ងាយមានអាពីរហ្នឹងគឺល្អអាហ្នឹងយើងមានពណ៌សូកូឡាមួយហើយមួយទៀតពណ៌ខ្មៅសុទ្ធអាចជ្រើសរើសម៉ូតណាក៏បានដែរបងប្អូនតម្លៃមាននៅលើអេក្រង់ស្រាប់មកឥឡូវខ្ញុំចូលដល់ម៉ូតទី4បងប្អូនម៉ូតទី4ជាប្រភេទសាច់លាតអញ្ចឹងខាងមុខគេឡាយសំបកក្រូចម៉ូតហ្នឹងយើងមានពីរពណ៌បងប្អូនមានពណ៌សូកូឡាមួយហើយពណ៌ខ្មៅមួយម៉ូតហ្នឹងស្អាតមែនទែនទំហំធំល្មមបងប្អូនអាចដាក់អីវ៉ាន់ទៅជិតឆ្ងាយបានច្រើនគួរសមដែរបងប្អូនណាហើយខាងក្នុងគេមានរូតមួយអញ្ចឹងធំទូលាយណានេះមានខាងក្នុងឲ្យមើលនេះបងប្អូនខាងក្នុងមានរូតមួយធំទូលាយបងប្អូនដាក់សម្ភារៈបានយ៉ាងច្រើនយ៉ាងដែរអាចមិនថាទូរស័ព្ទដៃកូនសភៅឬក៏មិនថាកាបូបលុយអីផ្សេងៗគឺដាក់បានល្អមែនទែនមុននឹងជាប្រភេទគម្របដៃឆក់បងប្អូនមើលយើងប្រើសម្រាប់ស្ពាយជីម៉ូតូជីឡាននេះគឺស្រួលមែនទែនមកបងប្អូនខ្ញុំចូលម៉ូតទី5ជាប្រភេទកាបូបយូរអញ្ចឹងស្ពាយពីមុខក៏បានចំហៀងក៏បានមុនហ្នឹងយើងអាចដោះដូរស្ពាយស្វែងស្ដាំក៏បានណាបងប្អូនមុនហ្នឹងគឺស្អាតមែនទែនបងប្អូនខាងក្រោយគេមកជាមួយថតខាងក្រោយមួយហើយនេះខាងមុខថតគេមាន2គេមានថតដាក់សម្ភារៈសំខាន់នៅខាងមុខនេះក៏បានឬក៏នេះបងប្អូនមើលថតខាងក្នុងគេក៏ធំទូលាយដែរមកនេះយើងចូលដល់ថតខាងក្នុងរបស់គេបងប្អូននេះគេមានអញ្ចឹងណាថតកណ្ដាលធំហើយគេមានឡាយថតចំហៀងមុខក្រោយមួយហើយខាងក្នុងនេះគេមានរូតឲ្យមួយទៀតណាហើយពិសេសមែនទេបងប្អូនម៉ូតហ្នឹងគេមានពីរពណ៌ឲ្យជ្រើសរើសមានឡាយក្រហមអញ្ចឹងខ្មៅឡាយឆ្នូតក្រហមមកចូលហើយមួយទៀតនេះប្រភេទឡាយខ្មៅសុទ្ធអញ្ចឹងណាបងប្អូនចាប់អារម្មណ៍ម៉ូតណារើសម៉ូតហ្នឹងបានតម្លៃខ្ញុំដាក់នៅខាងលើបងប្អូនខ្ញុំចូលដល់ម៉ូតទី6បងប្អូនណាម៉ូតទី6ម៉ូតហ្នឹងគឺស្អាតមែនទេជាប្រភេទស្បែកគោកិនក្រាស់ធានាប្រើអត់ងាយលបអត់ងាយបែកសាច់ទេបងប្អូនម៉ូតហ្នឹងគេមកជាមួយពីរពណ៌មានពណ៌សូកូឡាហើយមួយទៀតខ្មៅសុទ្ធបងប្អូនម៉ូតនេះពិសេសបងប្អូនខាងលើរបស់គេនេះគេមានកលឹះអញ្ចឹងបងប្អូនណាកលឹះសម្រាប់យើងដកហើយម៉ូតនេះចំណេញថងថាខាងមុខនេះយើងបានថតមួយហើយខាងមុខបានរូតមួយទៀតហើយចំហៀងសងខាងហ្នឹងមានថតដល់12បងប្អូនអាចដាក់អីវ៉ាន់បានដាច់ចលែកពីគ្នាណាមានថតទី1ហើយនឹងនេះបងប្អូនថតទី2ខ្ញុំបើកឲ្យឃើញច្បាស់ៗចឹងមកបងប្អូនណានេះធំមែនទេហើយខាងចំហៀងគេមានរុន USB យើងអាចដាក់ power bank ខាងក្នុងយើងអាចបន្តសាកចេញមកខាងក្រៅហ្នឹងបានយ៉ាងងាយស្រួលបងប្អូនម៉ូតហ្នឹងភេទសាច់ល្អបងប្អូនណាហើយតម្លៃធូរថ្លៃទេខ្ញុំដាក់តម្លៃឲ្យខាងលើបងប្អូនមើលទៅបងប្អូនចាប់អារម្មណ៍អាច screenshot ចូល20បានបងប្អូនអរគុណបងឥឡូវខ្ញុំចូលដល់ម៉ូតបន្ទាប់មួយទៀតបងប្អូនជាប្រភេទនេះបងប្អូនជាប្រភេទស្បែកគោជាន់កាឡាកាពើជាប្រភេទបុកស្ពីចំហៀងបងប្អូនណាចំហៀងអាចចំហៀងឆ្វេងចំហៀងស្ដាំក៏បានមុខក្រោយក៏បានបងប្អូនម៉ូតហ្នឹងទិញទៅគឺចំណេញហើយម៉ូតហ្នឹងគេមកជាមួយ logo បែបនេះហើយនេះខាងលើនេះស្អាតបងប្អូនណាគេមានជាប្រភេទដាច់កឹបអញ្ចឹងណាហើយដាច់ឆក់ហើយរូត2ម៉ូតហ្នឹងរូត2បងប្អូនហើយធំទូលាយមែនទេម៉ូតហ្នឹងធំទូលាយនេះថតទី1ក៏ធំថតទី2ក៏ធំអញ្ចឹងបងប្អូនអាចដាក់សម្ភារៈបានច្រើនមែនទេសម្រាប់ម៉ូតហ្នឹងហើយខាងក្រោយគេមានថតមួយទៀតដែលអាចដាក់អីវ៉ាន់បានដូចជាទូរស័ព្ទដៃឬក៏កាបូបលុយបានបងប្អូនណាអរគុណច្រើនបងប្អូនចាប់អារម្មណ៍អាច screenshot បានព្រោះខ្ញុំដាក់តម្លៃនៅខាងលើជូនបងប្អូនអរគុណណែបងប្អូនឥឡូវខ្ញុំចូលដល់ម៉ូតចុងក្រោយម៉ូតចុងក្រោយជាប្រភេទស្បែកគោជាន់កាឡាស្បែកកាពើបងប្អូនម៉ូតហ្នឹងគឺស្អាតមែនទេបងប្អូនដែលត្រូវការប្រភេទឡាយស្បែកកាពើហ្នឹងគឺយកម៉ូតហ្នឹងគឺអត់ខុសទេគេមកជាប្រភេទរូត2បងប្អូននេះគេមកជាមួយរូត2រូតគេ smooth បងប្អូនណាប្រើអត់ងាយខូចទេរូតដាច់ណុកនេះម៉ូតគេមកជាមួយរូត2ហើយថតគេធំបែបហ្នឹងសម្រាប់បងប្អូនដែលតម្រូវការដាក់អីវ៉ាន់ដាច់ឡែកពីគ្នាអាចជ្រើសរើសម៉ូតហ្នឹងបានព្រោះយើងមាននៅក្នុង stock ស្រាប់បងប្អូនអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូហ្នឹងហើយបងប្អូនចាប់អារម្មណ៍អាចឆាតសាកសួរព័ត៌មានបានតម្លៃគឺយើងមាននៅលើអេក្រង់ស្រាប់ហើយនឹង free ដឹកក្រុម25 ក្រុមជូនបងប្អូនអរគុណ